La 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 អាយ៉ាឡាឡារួចឡាចុះបុផាអីក៏ស្រស់ម្លេះមករីកទឹកកដាលហូរវាលស្រែរងំបែបនេះណោះគួរឲ្យខ្យល់ចង់បេះរំភើណាស់យអោវាលស្រែអើយស្រងខៀវខ្ចីអូយបងដននិយាយថាផ្កាណៃណាមិនក៏ខ្ញុំមិនឃើញសោះគឺអូននោះអីអូនម្អមនេះអូនពិតជាស្អាតនិងក្អូបទៀតណាប្រៀបបាននឹងផ្កាម្អមដូចឈ្មោះអូនអញ្ចឹងហេបងកំពុងញ៉ាយខ្ញុំមែនទេបានជានិយាយបែបនេះចុះបបងសុំញ៉ែតើអូនព្រមអត់ចាមិនព្រមទេព្រោះខ្ញុំមានម្ចាស់ហើយបង ថាម៉េចមានម្ចាស់ហើយតើវាជានរណាបងព្រមទេនេះជាការពិតណាស់បងនោះគាត់កំពុងដើរមកហើយ អាផែនមែនទេអត់ទេអូនត្រូវតែមានបងតែម្នាក់ហាមដាច់ខាតយកអ្នកផ្សេងឲ្យសោះបងដនកុំបង្ខំខ្ញុំអីកុំមកចិត្តខ្ញុំបានតែចូលមកចិត្តខ្ញុំស្រែកហើយណាកុំស្រែកបងមិនធ្វើបាបអូនទេបងគ្រាន់តែចង់អោបអូនតាអត់ទេជួយផងជួយផអាងដនជួយផងតើឯងចង់ធ្វើអីហ្នឹងឆាប់លេងអូនម្អមភ្លាមតើឯងចេះដឹងស្អីដែរអាផែនអាក្រីក្រទោះយើងក្រតែយើងក៏ចេះឲ្យតម្លៃមនុស្សស្រីជាងឯងដែរគួរឲ្យអស់សំណើចណាស់វើយថយចេញទៅមកធ្វើអ្នកការពារស្អីនៅកន្លែងនេះនោះស្របពេលគ្នានោះដែរមីងរំចង់បានមកដល់ណែពួកប្រុសមកធ្វើស្អីនៅទីនេះឬក៏ចង់ញ៉ែក្មួយមីងទេដឹងហ៎គឺខ្ញុំដើរកាត់តាមនេះណាមីងហើយក៏ឃើញនាយផែននេះវាកំពុងតែធ្វើបាបអូនម្អមតែម្ដងនេះឯងនិយាយស្អីហ្នឹងកុំចង់មកប្រកែកមុននេះយើងបានឃើញច្បាស់ណាស់ថាឯងលូកលាន់អូនម្អមទើបយើងចូលមកជួយពួកបងឈប់ប្រកែកគ្នាទៅមើលទៅពួកក្មួយសុទ្ធតែស្រឡាញ់ក្មួយមីងគិតអញ្ចេះចុះអ្នកណាមានសមត្ថភាពអ្នកនោះមីងលើកឲ្យភ្លាមបានខ្ញុំព្រមព្រោះខ្ញុំមានទាំងចំណេះមានទាំងទ្រព្យនោះអីអាផែនឯងដឹងតែស្ពៃហើយពួកក្មួយទៅចុះអ្នកណាយកវត្ថុដែលល្អបំផុតមាននៅក្នុងខ្លួនជ្រូកបាននោះអ្នកនោះគឺជាអ្នកឈ្នះបានមីងស៊ូណាបងផែនកាត់ចិត្តពីគ្នាឲ្យហើយទៅ ដាក់វិញ្ញាសាហើយមីរំចង់ក៏វិលទៅផ្ទះវិញលុះព្រឹកឡើងពូគួយក៏បានមកដល់មុនគេក្មួយម្អមអើយនៅផ្ទះដែរទេចាក្មួយខ្ញុំមិននៅផ្ទះទេអ្នករកមានការអីដែរមីងរំចង់និងពូគួយគ្រាន់តែជួបគ្នាភ្លាមក៏ចាប់ផ្ដើមមានចិត្តអៀនព្រានលើគ្នាផ្លែតតែម្ដងឬមួយក៏រងើកភ្លើងស្នេហ៍កំពុងឆាប់ឆេះទេដឹងអ្នកគឺជាមីងក្មួយម្អមមែនទេអ្នកស្អាតណាស់ហើយមិនដឹងស្អីទេនាងខ្ញុំអៀនណាស់ខ្ញុំថាមកចូលស្ដីតដឹងយកក្មួយម្អមហ្នឹងណាតែពេលនេះខ្ញុំដូចជាដូរចិត្តហើយតើគិតបែបណាវិញអ្នកខ្ញុំនេះកំមុំចាស់យកតែម្ដងទៅអូយអត់ទេខ្ញុំកំមុំចាស់ចង់បានប្តីអូយអត់ទេខ្ញុំស្រឡាញ់អ្នកអូយមាត់នេះវាចេះតែយ៉ាងម៉េចអញ្ចេះលោកអើយគឺខ្ញុំយកអ្នកជាប្រពន្ធនឹងហើយតើអ្នកព្រមទេខ្ញុំព្រមហើយខ្ញុំស្រឡាញ់អ្នកណាអូយច្រឡំគឺខ្ញុំអៀនពេកនឹងណាអូយមិនអីទេអ្នកខ្ញុំសម្រេចហើយថាយកអ្នកជាប្រពន្ធវិញចាំខ្ញុំលើកចំនួនមកជូនអ្នកណាអ្នកឈប់នោមដាក់ស្លឹកត្នោតទៅនោមឲ្យប្តីស្ដាប់វិញម្ដងណា ចាស់អ្នកខ្ញុំរំភើបណាស់ខ្ញុំបានប្តីនឹងគេហើយខ្ញុំក៏រំភើបចិត្តដែរអ្នកស្របពេលនោះនាងម្អមក៏បានមកដល់និងនិយាយថាមីងខ្ញុំមកវិញហើយល្អហើយក្មួយមកជម្រាបសួរពូថ្លៃទៅក្មួយពូថ្លៃមែនទេមីងដល់គូហើយអូយលឿនម៉េះនឹងហើយចាំកាលទៀតឆាប់ឡើងចាស់មីងជម្រាបសួរពូថ្លៃបាទក្មួយអរគុណច្រើនចាស់ពូសូមអរគុណណាហើយមីងទីបំផុតមីងមានប្តីហើយចាស់ក្មួយស្រីឯងក៏ចិត្តមានប្តីដែរចាំមីងចែកដីស្រែឲ្យណាក្មួយ